យុវជនម្នាក់ទៅពិនិត្យសុខភាពចូលបម្រើកងទ័ពតែត្រូវគូប្រជែងរកឃើញថាមានសាក់នៅក្នុងអ្នកអត់មានចំណេះដឹងមូលដ្ឋានអីបន្តិចសោះអ្នកណាក៏ដោយដែលមានសាក់លើខ្លួននឹងត្រូវលុបចោលសិទ្ធិចូលបម្រើកងទ័ពដែរចំណែកគូប្រជែងថែមទាំងចង់កម្ចាត់យុវជនម្នាក់នេះឲ្យអស់រលីងដោយហ៊ានទៅប្តឹងមន្ត្រីជ្រើសរើសទ័ពទៀតដែលធ្វើឲ្យយុវជននោះព្រួយបារម្ភយ៉ាងខ្លាំងការមកធ្វើទាហានរបស់គេគឺពោពេញដោយក្តីសង្ឃឹមរបស់ឪពុកគឺមិនអាចបរាជ័យត្រឹមការពិនិត្យសុខភាពនេះបានដាច់ខាតដូច្នេះហើយគេក៏បានគិតរកវិធីដ៏ឃោរឃៅមួយគេបាននាំប្អូនប្រុសជាវលាក់ខ្លួនក្នុងបង្គន់បន្ទាប់មកបានដកដែកពីកន្ទុយកាំបិតចេញរួចយកទៅឲ្យប្អូនប្រុសជាវជាកាំបិតដើម្បីឲ្យជាវកាត់សាក់នៅក្នុងចេញនេះធ្វើឲ្យជាវដែលជាមនុស្សកំសាក់ខ្លាចស្ទើរស្លាប់ខ្ញុំមិនហ៊ានទេខ្ញុំខ្លាចឈឺកាត់សាច់ខ្ញុំមិនមែនកាត់សាច់ឯងទេឯងខ្លាចអីចំណែកជាវដែលជាមនុស្សកំសាក់ពីកំណើតគ្រាន់តែកាត់បន្តិចដោយមិនហ៊ានមើលទេរហូតដល់សៃម៉ែប្រាប់ឲ្យគេប្រើកម្លាំងបន្តិចយ៉ាងជាវក៏បិទភ្នែកហើយកាត់យ៉ាងខ្លាំងមួយដងតែស្មានមិនដល់ថាពេលគេងាកមកវិញគ្រាន់តែមើលរបួសបន្តិចគឺកាយគេក៏ដួលទៅក្រោយដោយមិនអាចគ្រប់គ្រងបានគឺសម្លាប់តែម្ដងឃើញដូច្នេះសៃម៉ាយ៉ានជីក៏គ្មានជំរឿអ្វីក្រៅពីធ្វើខ្លួនឯងមួយហេតុដែលគេចង់ធ្វើទីហ៊ានខ្លាំងយ៉ាងនេះគឺដោយសារឪពុកដើម្បីជួយគេសម្រេចក្តីស្រមៃតន្ត្រីហើយចាប់ពីពេលដែលគាត់លុបជង្គង់អង្វរអ្នកដទៃធ្វើឲ្យគេយល់ការពិតមួយថាកូនអ្នកក្រមិនអាចសម្រេចបំណងបែបនេះបានទេព្រោះតែនៅក្នុងកងទ័ពទេដែលមនុស្សគ្រប់រូបស្មើភាពគ្នាមិនថាអ្នកមានឬក្រទេគឺសុទ្ធតែត្រូវបានប្រព្រឹត្តដូចគ្នាខ្ញុំចូលចិត្តអារម្មណ៍ស្មើភាពបែបនេះខ្ញុំសម្រេចចិត្តហើយខ្ញុំចង់ធ្វើទីហ៊ានតែគេមិនដឹងថានេះពិតជាបានហៅមន្ត្រីជ្រើសរើសទ័ពមកមែនគឺគេនឹងគេមានសាក់នៅខ្លួនយ៉ាងម៉េចក៏ឯងមិនងាកមកតែពេលសៃម៉ែបាយខ្លួនយ៉ាងប្រណិតលោកពីក៏ស្រឡាំងកាន់ភ្លៀងព្រោះនៅខាងក្រោយមានតែផ្កាក្រហមតូចមួយដ៏ស្រស់ស្អាតហើយសៃម៉ែក៏បានពន្យល់ថានេះគឺជារបួសដែលបណ្ដាលមកពីដួលសូម្បីតែជាវូក៏បានសន្លប់ដោយសារដួលបាត់ទៅហើយឃើញមានអ្នករបួសម្នាក់ទៀតដេកនៅលើដីមន្ត្រីយោធាក៏ប្រញាប់បីជាវូយកទៅបន្ទប់ពេទ្យពេលដែលស៊ីម៉ាគិតថាខ្លួនគេបានបោកគេផុតហើយតែបែរជាល្បិចតូចតាចរបស់គេត្រូវគេមើលដឹងទាំងអស់នោះជាស្នាមកាំបិតមិនមែនស្នាមដួលទេយកអ្វីមកកាត់មានភាពក្លាហាននិងកម្លាំងចិត្តគឺស័ក្តិសមធ្វើទីហ៊ានសង្ឃឹមថាអ្នកនឹងប្រើភាពក្លាហាននេះទៅលើការហ្វឹកហ្វឺនក្រោយពីពាក្យរបស់ប្រធានក្រុមម៉ារិនជាស៊ីម៉ាក៏បានឆ្លងកាត់ការពិនិត្យសុខភាពដោយជោគជ័យនិងចូលបម្រើកងទ័ពតែលទ្ធផលបែរជាត្រូវទៅនៅក្រុមតែមួយជាមួយគូត្រូវស្លាប់រស់គឺលូហ្វៃពួកគេទាំងពីរនាក់មិនពេញចិត្តគ្នាទេហើយចង់កម្ចាត់គ្នាទៅវិញទៅមកមិនយូរប៉ុន្មានស៊ីម៉ាក៏រកបានឱកាសសិទ្ធិគេឆ្លៀតពេលដែលមេដឹកនាំប្រជុំជាមួយទាហានថ្មីលូចងខ្សែស្បែកជើងរបស់លូហ្វៃជាប់នឹងកៅអីបណ្ដាលឲ្យលូហ្វៃដួលអង្គុយទៅលើដីថែមទាំងធ្វើឲ្យអ្នកដទៃសាច់របស់លូហ្វៃដែលជាមនុស្សចូលចិត្តរក្សាមុខមាត់មិនអាចរងនឹងរឿងនេះបានទេក៏វីតបជាមួយស៊ីម៉ាទាំងកណ្ដាលចំណោមមនុស្សប្រធានក្រុមម៉ារិនជាបានខាត់ពួកគេទាំងពីរភ្លាមថ្ងៃដំបូងចូលតបក៏វីគ្នាមេដឹកនាំខាងខ្លាំងណាស់ក៏ឲ្យម៉ារិនជានាំពួកគេចេញទៅអប់រំម៉ារិនជាអូសពួកគេទាំងពីរមកទីលានហ្វឹកហ្វឺនដោយមិននិយាយអ្វីក៏ដកខ្សែក្រវ៉ាត់ចេញមកដើម្បីអប់រំពួកគេលូហ្វៃឃើញដូចគ្នាក៏ពេលបាក់ក្នុងបញ្ញត្តិ10ចំណុចហ្វឹកហ្វឺនទីហ៊ានថ្មីបាននិយាយថាមិនអនុញ្ញាតឲ្យវីដំឬជាប្រទេសទីហ៊ានថ្មីទេប្រធានក្រុមម៉ារិនជាដាំឡើយក៏មិនចង់វីគេដែរតែបែរជាចង់ដៃរបស់លូហ្វៃនិងស៊ីម៉ាចូលគ្នានេះជាមេរៀនដំបូងដែលគាត់បង្រៀនពួកគេគឺការគោរពមិត្តរួមអាវុធបន្ទាប់មកគាត់ឲ្យពួកគេទាំងពីរចាប់ដៃគ្នារត់500ម៉ែត្ររួចហើយនិយាយទៅមកគ្នា100ដងថាអ្នកគឺជាមិត្តរួមអាវុធរបស់គ្នាអត់ល្អទេរឿងនេះដូចជាស្នេហាភេទដូចគ្នាពេកហើយភ្លាមនោះពួកគេទាំងពីរក៏ចាប់តាមទង់កម្មដ៏ចម្លែកនេះក្រោយចប់ពួកគេឈរនៅមាត់ទ្វារបន្ទប់ស្នាក់នៅប្រកាសដោយសម្លេងឮតែទាក់ទាញចំណាប់អារម្មណ៍មិត្តរួមអាវុធទៅមកមើលមិនក៏យកគូតបាំងមុខអីចឹងអ្នកគឺជាមិត្តរួមអាវុធរបស់ខ្ញុំស្រឡាញ់អ្នកឆ្លងកាត់ទឹកឆ្លងកាត់ភ្លើងអ្នកគឺជាមិត្តរួមអាវុធរបស់ខ្ញុំស្រឡាញ់អ្នកពួកគេទាំងពីរក៏បញ្ចេញនៅការមិនពេញចិត្តនៅក្នុងចិត្តដោយសម្លេងបែបនេះចំណែកស៊ីម៉ាវិញមានល្បិចច្រើនណាស់ថែមទាំងឆ្លៀតពេលដែលលូហ្វៃទៅងូទឹកលួចលាក់ខោអាវរបស់គេហើយយក